ដំណើរកំសាន្តទៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីចំនួន4 យប់ 5 ថ្ងៃសួស្តីអ្នកទាំងអស់គ្នានេះគឺជាសកម្មភាពខ្លះៗនៅពេលដែលនាងខ្ញុំទៅលេងនៅកោះបាលីឥឡូវហ្នឹងខ្ញុំបានមកដល់នៅ airport ហើយសម្រាប់ម៉ោង fly គឺនៅម៉ោង 12 ថ្ងៃត្រង់ប៉ុន្តែខ្ញុំមកដល់ airport នៅម៉ោង 8 ព្រឹកពេលដែលមកដល់ airport ហើយនាងខ្ញុំធ្វើការថតរូបលេងសិនបន្ទាប់មកចាំ fly ប្រហែលជា 2 ទៅ 3 ម៉ោងដោយសារតែខ្ញុំ fly នៅម៉ោង 12 ថ្ងៃត្រង់មុននឹងចេញដំណើរនាងខ្ញុំបានទៅរកអីញ៉ាំទ្រពពោះទិញទួយសិនមិនមែនទិញទួយទេគឺ3លោកលាក់មួយចាននិង Starbucks មួយកែវដែរអញ្ចឹងណា Yes សម្រាប់ការ fly របស់យើងនឹងគឺត្រូវដូរជើងហោះហើរនៅប្រទេសម៉ាឡេស៊ីនៅកូឡាឡាំពួរ Airport ពេលដែលមកដល់កូឡាឡាំពួរហ្នឹងគឺត្រូវ delay ជើងហោះហើរប្រហែលជា5 ទៅ 6 ម៉ោងទៀតខណៈពេលកំពុងរង់ចាំហ្នឹងយើងមានកាយយើងចែកលុយដូចជាម្នាក់10 ringgit ដើម្បីញ៉ាំអាហារពេលល្ងាចដូចជាមិនមែន10 ringgit ទេគឺ30 ringgit បន្ទាប់មកនាងខ្ញុំបានទៅទិញ burger ញ៉ាំភ្លាមអស់ភ្លាមតែម្ដងពេលដែលខ្ញុំញ៉ាំ burger ហើយហ្នឹងខ្ញុំបានទៅថតរូបលេងទិញទួចនៅពលានយន្តហោះកូឡាឡាំពួរហើយចាំអស់រយៈពេលយូរដែរទើបនាងខ្ញុំទៅរកអីញ៉ាំបន្ថែមទៀតដើម្បីទ្របពោះធ្វើការហោះហើរបន្តទៀតចង់បញ្ជាក់កន្លែងនេះបន្តិចដំណើរកំសាន្តរបស់ខ្ញុំហ្នឹងគឺខ្ញុំទិញកញ្ចប់ដំណើរកំសាន្តតាមរយៈក្រុមហ៊ុនទេអញ្ចឹងរាល់ការញ៉ាំរាល់ការគេងគឺក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងអស់ពេលដែលចេញដំណើរពីប្រទេសខ្មែរហ្នឹងគឺយើងមានកាយជាជនជាតិខ្មែរមួយពេលដែលមកដល់ប្រទេសឥណ្ឌូនេស៊ីហ្នឹងគឺមានកាយជាជនជាតិឥណ្ឌូនេស៊ីម្នាក់ទៀតពេលដែលមកដល់ប្រទេសឥណ្ឌូនេស៊ីហ្នឹងគឺគេស្វាគមន៍យើងដោយបំពាក់កម្រងផ្កាឲ្យយើងមួយដែរគឺផ្កាស្បៃរឿងណាហើយមុខនាងខ្ញុំពេលដែលពាក់កម្រងផ្កាស្បៃរឿងហ្នឹងគឺសមមែនតែនចាគឺស្រស់ដូចផ្កាអញ្ចឹងដំណើរកំសាន្តនៅប្រទេសបាលីថ្ងៃទី2ហ្នឹងគឺខ្ញុំបានដើរលេងរហូតដល់4កន្លែងទី1ហ្នឹងគឺឈ្មោះថាប្រាសាទទឹកអម្រឹតមុននឹងចូលគឺគេតម្រូវឲ្យយើងស្លៀកសំពត់ណាអញ្ចឹងនៅកន្លែងហ្នឹងដែរខ្ញុំអត់បានថតរូបអីច្រើនទេវីដេអូក៏ខ្ញុំអត់បានថតច្រើនដែរហើយសម្រាប់កន្លែងទី2ហ្នឹងគឺជាភូមិវប្បធម៌នៃប្រទេសឥណ្ឌូនេស៊ីហើយពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំអត់បានថតរូបដូចគ្នាវីដេអូក៏អត់បានដែរហើយកាត់ចូលមកដល់កន្លែងនេះគឺឈ្មោះថាភ្នំភ្លើងប៉ាទូកន្លែងហ្នឹងពេលដែលមកដល់គឺខ្ញុំមកញ៉ាំអាហារពេលថ្ងៃនៅលើភ្នំហ្នឹងតែម្ដងញ៉ាំអាហារថ្ងៃត្រង់ហើយខ្ញុំបានមកថតរូបលេងទិញទួយដែលឲ្យកាយគាត់ជាអ្នកថតរូបឲ្យបន្ទាប់មកធ្វើដំណើរទៅកាន់មួយកន្លែងទៀតដែលឈ្មោះថាវាស្រែដំណាក់ពេលដែលខ្ញុំបានមកដល់កន្លែងហ្នឹងបងអូនគឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនិងស្រស់ស្រាយមែនតើពេលដែលបានមកដល់កន្លែងហ្នឹងគឺមានអារម្មណ៍ថាស្អាតប្លែកធ្វើឲ្យទុកព្រួយខ្ញុំមានទាំងប៉ុន្មានគឺរសាត់បាត់អស់តែម្ដងកាត់មកដល់ថ្ងៃនេះគឺថ្ងៃទី3សម្រាប់ថ្ងៃទី3ហ្នឹងដែរខ្ញុំត្រូវងើបពីព្រលឹមដើម្បីធ្វើដំណើររយៈពេល40នាទីទៅកោះផេនីដានៅកោះផេនីដាហ្នឹងគឺយើងទៅ4កន្លែងដែរដែលកន្លែងទី1ហ្នឹងគឺឈ្មោះថាច្រាំងថ្មគូស្នេហ៍ពេលដែលយើងចុះពីលើឧបរភ្លាមហ្នឹងយើងត្រូវជិះឡានមកតង់ទៀតដែលចំណាយពេលប្រហែលជា30នាទីបានទៅដល់ទីតាំងមួយកន្លែងទៅមួយកន្លែងហើយកន្លែងនេះគឺមានឈ្មោះថាកោះដៃណូស័រហើយកន្លែងហ្នឹងគឺទេសភាពស្អាតណាស់ស្អាតមែនតើហើយមានកន្លែងច្រើនទៀតដែលខ្ញុំអត់បានថតឥឡូវហ្នឹងខ្ញុំបានមកដល់មួយកន្លែងទៀតហើយកន្លែងហ្នឹងគឺមានឈ្មោះថា Broken Beach កន្លែងហ្នឹងគឺខ្ញុំអត់បានថតរូបច្រើនទេវីដេអូក៏ខ្ញុំអត់បានថតច្រើនដែរនិយាយរួមទៅមានកន្លែងស្អាតច្រើនទៀតដែលខ្ញុំអត់បានថតទេបងអូនតែខ្ញុំអត់បានថតវីដេអូមែនប៉ុន្តែខ្ញុំមកថតជារូបខ្ញុំដាក់រូបឲ្យមើលតាមពិតទៅនៅមានច្រើនកន្លែងទៀតដែលខ្ញុំអត់ទាន់រៀបរាប់អស់ហ៎បងអូនអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាបាយបាយ